គុណចាស់ដានពលលោកគ្រូគង់នៅវត្តសវណ្ណបន្ទុំអំសួរលោកគ្រូទី1វិបស្សនាមានលក្ខណៈដូចម្ដេចក៏ណាឃើញច្បាស់សភាវៈដែលកំពុងប្រកបជារបស់ដែលមានពិតគុណចាស់ទៀតណាហ្នឹងណាក្រៅពីរបស់ដែលមានពិតចាំបាច់ឃើញដែរបើអត់ហើយហ្នឹងប៉ុន្តែរបស់ដែលមានពិតនេះឯងបើមិនដឹងមិនឃើញទេគឺវង្វេងអាហ្នឹងហើយដូច្នេះវិបស្សនាគឺដឹងរបស់ដែលមានពិតដឹងតាមសេចក្តីពិតហើយគុណចាស់ដឹងថាកាលណាបើមិនដឹងរបស់ដែលមានពិតហើយណាអកុសលទាំងអស់ចម្រើនឡើងដោយសារតែអាការមិនដឹងហ្នឹងឯងដូច្នេះកាលណាបើដឹងរបស់ដែលមានពិតហើយអត់មានចាំបាច់យើងព្រួយយើងបារម្ភថាត្រូវទៅធ្វើកុសលអីទៀតនោះទេគណាកុសលធម៌ទាំងឡាយមានបច្ច័យមានឧបការៈណាដោយការសន្សំនឹងសន្តានឬក៏ដោយបច្ច័យដទៃត្រូវកើតឡើងយ៉ាងណាទៅតាមសភាពនៃកុសលនោះគ្មានស្អីទៅខត់ទៅខាមអីនោះទេក៏ប៉ុន្តែវាសំខាន់នៅត្រង់ដែលថារបស់ដែលមានពិតនឹងឯងចឹងណាដែលប្រកបឡើងដល់បញ្ញាមិនមែនតួខ្លួនយើងទៅបង្កប់បញ្ញាយ៉ាងនេះឬយ៉ាងនោះទេជាដាច់ខាតតែរបស់ដែលមានពិតនឹងឯងប្រកបឡើងដល់បញ្ញាដូចជារូបប្រកបនៅក្នុងពន្លឺនេះច្បាស់លាស់ទេចឹងបញ្ញានឹងដូចជាពន្លឺអញ្ចឹងដែលធ្វើកិច្ចបំភ្លឺឲ្យឃើញសភាវៈពិតប៉ុណ្ណឹងទេចឹងហើយពន្លឺនឹងវាអាស្រ័យអ្នកដប់អ្នកអុចបតិបនឹងគឺសតិប្បដ្ឋានគឺបានមកពីការស្ដាប់យល់បរតោភោសៈដែលល្អជាទីបំផុតគឺសិក្សាព្រះពុទ្ធសាសនានេះឯងចឹងដែលនាំឲ្យយល់ដឹងពីរបស់ដែលមានពិតហើយសតិប្បដ្ឋានរលឹកសិក្សាសតិប្បដ្ឋាននឹងអុចបតិបគឺបញ្ញានេះឯងអ្វីដែលត្រូវដឹងអ្វីដែលត្រូវឃើញក៏ប្រកបក្នុងពន្លឺនៃបញ្ញាទៅបញ្ញានេះឈ្មោះថាបញ្ញាចក្ខុទៅណាហ្នឹងហើយដឹងរបស់ដែលមានពិតវិបស្សនាមានអ្វីមកជាអារម្មណ៍ណាវិបស្សនាមានអ្វីមកជាអារម្មណ៍របស់ដែលមានពិតនឹងឯងចឹងណាបើដូចចក្ខុវិញ្ញាណវាដឹងរូបអារម្មណ៍ចឹងទៅក៏ប៉ុន្តែចក្ខុវិញ្ញាណនេះឯងប្រៀបដូចជាតួវិបស្សនាចឹងដែលចក្ខុវិញ្ញាណឃើញរូបដោយអំណាចមានពន្លឺនឹងយ៉ាងណាវិបស្សនាគឺត្រូវឃើញអ្វីទាំងអស់គឺណាមិនមែនឃើញត្រឹមតែរូបទេឃើញទាំងរូបឃើញទាំងនាមឃើញទាំងតាមផ្លូវភ្នែកផ្លូវចិត្តផ្លូវច្រមុះផ្លូវណាផ្លូវកាយផ្លូវចិត្តរបស់អ្វីដែលមានពិតទាំងបរមត្តដែលជាអសង្កតៈក៏បញ្ញាត្រូវឃើញដែរណាអាចឃើញបានក៏ណាដោយអំណាចនៃការអប់រំចម្រើននៅបញ្ញាហ្នឹងក្នុងពពកពុំនោះ